បើសិនជាបងប្អូនចង់រៀនវីដេអូពីក្នុងស្រុកជាមួយភាសាមួយបែបកម្ពុជា CSS យើងក៏មានគ្រប់ឯកជនដែលផ្ដល់សេវាប្រឹក្សាអាចតាក់ទងសួរព័ត៌មានបន្ថែមឬក៏ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ Telegram នៅលើវីដេអូនេះស្រាប់បាទសូមអរគុណកុំឃ្លាតឆ្ងាយក្រុមនៅពេលដែលយើងមិនតាន់មានសមត្ថភាពនិងភាពឯករាជ្យនៅក្នុងការការពារសុវត្ថិភាពខ្លួនសូមកុំតាន់ចាក់ចេញដើរឆ្ងាយពីក្រុមក្រែងលោត្រូវគេអូសទាញញុះញង់ឬសម្លាប់ចោលព្រោះសត្រូវនៃក្រុមរបស់យើងកំពុងមាននឹងតែងតែតាមលួចខ្លំមើលក្រុមយើងជានិច្ចដើម្បីមានឱកាសវាយលុកឬសង្គ្រោះបំផ្លិចបំផ្លាញចោលតែម្ដងនៅខណៈដែលក្រុមនៅជិតឬយើងនៅជិតក្រុមយើងត្រូវតែចេះរៀនសូត្រនិងវឹកហាត់ក្រេបយកនិងកសាងសមត្ថភាពអីបានខ្លាំងពូកែតែពឹងលើសមាជិកក្រុមទាំងអស់ឬដែលពឹងលើការជួយបង្ហាត់បង្រៀនពីមេដឹកនាំក្រុមសមាជិកណាដែលឃ្លាតឆ្ងាយពីក្រុមគេមិនត្រឹមតែមិនបានរៀនសូត្រវឹកហាត់អភិវឌ្ឍសមត្ថភាពឲ្យខ្លាំងរឹងប៉ឹងនោះទេគេថែមទាំងអាចនឹងត្រូវបាក់ទឹកចិត្តព្រោះតែជួបបញ្ហាឬឧបសគ្គដែលខ្លាំងជាងសមត្ថភាពរបស់គេហើយធ្វើឲ្យគេជួបការបរាជ័យទៀតផងលះនឹងទៀតបើសិនជាសំណាងអាក្រក់ជាងនេះអាចនាំឲ្យស្លាប់ខ្លួនដោយសារសត្រូវហែកស៊ីតែម្ដងនិទានកូនមាន់បែកក្រុមមានមេមាន់មួយទៅតែញាស់កូនបានមួយសម្បុកឬបានប្រាប់ទៅកូនរបស់វាថាកុំដើរទៅរកស៊ីពេលណាដែលមិនធ្លាប់ទៅហើយខណៈពេលដើររកស៊ីមិនត្រូវដើរឃ្លាតឆ្ងាយពីមេឡើយព្រោះកូននៅទូចណាស់មិនតាន់មានសមត្ថភាពការពារខ្លួនពីសត្រូវដោយកូនមាន់ជំនាន់មុនទេបានលើបែបនេះហើយកូនមាន់ទាំងអស់ឆ្លើយយល់ព្រមហើយដើរតាមមេនៅចិត្តមេដើម្បីងាយស្រួលមេវាជួយការពារពេលមានសត្រូវបៀតបៀនដែលឡែកមានកូនមាន់មួយមានចរិតចាចេះរឹងរូសមិនស្ដាប់បង្គាប់ម៉ែវាឡើយវាតែងតែដើររកស៊ីនៅទីឆ្ងាយដាច់ដោយឡែកពីក្រុមព្រមទាំងមិនមកចិត្តមេឬក្រុមឡើយដល់គ្រាមួយមានសត្វស្ទាំងចាំលួចខ្លំមើលកូនមាន់ណាដែលនៅឥតសង្វែងតែម្នាក់ឯងហើយក៏បានឃើញកូនមាន់ដែលចាចេះរឹងរូសនោះឯងមិនបងអង្គយូរឡើយស្ទាំងបានហើរចុះឆាបកូនមាន់ជាប់ក្រញ៉ាំជើងហើយបានហើរទៅរកហ្វូងរបស់ខ្លួនពេលនោះមេមាន់បានរត់ទៅទះស្ទាំងដែរតែមិនតាន់សន្ទុះរបស់ស្ទាំងឡើយបានត្រឹមតែសោកស្ដាយហើយយំស្រណោះអាឡោះអាល័យកូនមេមាន់មានចិត្តខឹងនឹងអាស្ទាំងនោះខ្លាំងណាស់ហើយបានប្រាប់ទៅមេមាន់នឹងមាន់ឈ្មោលឯទៀតរៀបចំគម្រោងសម្រាប់ស្ទាំងដោយដាក់កូនមាន់មួយបញ្ឆោតក្បែរដុំថ្មហើយប្រាប់កូនមាន់ថាពេលស្ទាំងហើរមកជិតដល់ផ្ទាំងថ្មកូនត្រូវក្រលះខ្លួនចូលចន្លោះថ្មឲ្យលឿនពេលនោះស្ទាំងហើរចុះមកភ្លាមកូនមាន់ក៏គិចចូលចន្លោះថ្មធ្វើឲ្យស្ទាំងហើរបុកថ្មសន្លប់ហ្វូងមាន់បានប្រមូលគ្នាមកចឹកដករោមស្ទាំងអស់រលីងពីខ្លួនដល់វាភ្ញាក់ពីសន្លប់មាន់ក៏នាំគ្នាជុលផងចឹកផងធាក់ផងធ្វើឲ្យស្ទាំងរងការឈឺចាប់យ៉ាងវេទនាបំផុតរហូតស្លាប់អាសាបងទៅគំនិតពិចារណាមួយនៅពេលដែលយើងចូលទៅសហការក្នុងក្រុមណាមួយយើងត្រូវរៀនសូត្រនិងស្ដាប់បង្គាប់ការណែនាំទូន្មានចែករំលែកពីក្រុមរបស់យើងឲ្យអស់សេចក្តីកុំធ្វើអ្វីៗដោយមានការល្មើសនិងបំរាមព្រោះអាចនាំភ័យអន្តរាយដល់ជីវិតយើងនៅក្មេងខ្ចីថ្មីថ្មោងគំនិតគេនៅចាស់ពិតគំនិតគេជ្រៅបទពិសោធន៍គេមានចែកឲ្យរៀនយើងខំរៀនទៅដែលមានសមត្ថភាពរឹងមាំនិងមានភាពឯករាជ្យភាពហើយចាំយើងឃ្លាតក្រុមបានខ្លះពីរកុំបែកក្រុមកុំឃ្លាតក្រុមកុំនៅឆ្ងាយក្រុមឲ្យសោះព្រោះថាសត្រូវតែងតែលួចខ្លំមើលក្រុមរបស់យើងជានិច្ចសត្រូវនឹងទាញនរណាម្នាក់ទៅកំទេចចោលប្រសិនបើឱកាសហុចឲ្យព្រោះពួកវាមិនចង់ឃើញក្រុមរបស់យើងរីកចម្រើននោះទេនាំតែដណ្ដើមផលប្រយោជន៍ឬធ្វើឲ្យក្រុមរបស់ពួកវាវិនាស3ត្រូវខិតខំកសាងរៀនសូត្រនិងអភិវឌ្ឍខ្លួនឲ្យរឹតតែរឹងមាំដើម្បីធ្វើជាបង្គោលមួយដ៏រឹងមាំរបស់ក្រុមនិងធ្វើជារបងការពារក្រុមកុំឲ្យសត្រូវហ៊ានប្រហើនចូលវាលុកឈ្លានពានបៀតបៀនក្រុមយើងឲ្យសោះព្រោះយើងគឺជាផ្នែកមួយនៃក្រុម4
យើងត្រូវរួបរวมសាមគ្គីគ្នាធ្វើការងារជាក្រុមប្រមូលផ្ដុំកម្លាំងឲ្យបានច្រើនកម្លាំងច្រើនអាចឈ្នះកម្លាំងតិចបានលុះត្រាតែកម្លាំងច្រើននោះចេះរួបរวมសាមគ្គីជាខ្លួនតែមួយប្រយុទ្ធសត្រូវដើម្បីការពារផលប្រយោជន៍និងដើម្បីការពារក្រុមគ្រាន់តែការចេះរឿងរស់ប្រហើនមិនស្ដាប់ក្រុមធ្វើឲ្យសត្រូវមិនងាយបាត់ទៅហើយព្រោះកំពុងតែបង្ហាញឲ្យសត្រូវមើលឃើញចំណុចខ្សោយនៃមេដឹកនាំក្រុមសត្រូវគិតថាបើមេដឹកនាំពូកែកូនចៅមិនហ៊ានប្រកែកទេហើយបើកូនចៅហ៊ានបំពេញល្មើសបំរាមមានន័យថាមេដឹកនាំឬក្រុមនោះមហាខ្សោយចាអរគុណច្រើនបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់បើសិនណាបងប្អូនមិនបាន subscribe ឬក៏ follow page នេះខ្ញុំទេសូមជួយ subscribe ឬ follow page នេះខ្ញុំម្នាក់មួយផងចាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតខ្ញុំកាត់ផ្ញើមកតាំងពីខេត្តបន្ទាយមានជ័យហើយខ្ញុំទទួលគ្រប់25ខេត្តក្រុងហើយបើសិនណាបងប្អូនខ្ជិលផ្ញើមកឲ្យខ្ញុំជួយដូរឲ្យទេបងប្អូនអាចយកដូរនៅធនាគារជាតិខ្លួនឯងបានទីតាំងនៅទីរួមខេត្តបងប្អូនដែលបងប្អូនរស់នៅសិនណាបងប្អូនចង់សហការមួយខ្ញុំក៏បានដល់ថាបងប្អូនអត់ចេះបិទអត់ចេះអីហើយខ្ជិលទៅដូរហើយនៅឆ្ងាយពីខេត្តអីចឹងចឹងបងប្អូនអាចទំនាក់ទំនងមកតាមខ្ញុំបានតាមរយៈ Telegram ដែលខ្ញុំបានដាក់នៅក្នុងបណ្ដាញសង្គមគ្រប់ដែលខ្ញុំផុសចឹងអញ្ចឹងនាងខ្ញុំធ្វើវីដេអូមួយនេះជាគំរូសម្រាប់តំណាងឲ្យ page ឲ្យ channel នាងខ្ញុំអញ្ចឹងបើសិនណាបងប្អូនចង់ដូរចង់អីទេអាចឆាតសួរតាមរយៈ Telegram ក៏បានតាម Facebook page Facebook ផ្ទាល់ខ្លួនក៏បានដែរហើយយើងចង់រកដៃគូសហការដោយដៃគូខ្ញុំអញ្ចឹងណាចាំបងប្អូនអាចឆាតតំណែងបានអរគុណ